តែភូប្រសិទ្ធភាពការសរសើរនៅលើទឹកចិត្តកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃប្រតិភូប្រសិទ្ធភាពដឹកនាំដោយឯកឧត្តមបណ្ឌិតនាងផាតប្រធានគណៈកម្មការទី4នៃប្រសិទ្ធភាពបានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅទីស្តីការក្រសួងមហាផ្ទៃនារសៀលថ្ងៃទី19ខែមីនាឆ្នាំ2025នេះក្នុងកិច្ចពិភាក្សានោះឯកឧត្តមនាងផាតប្រធានគណៈកម្មការទី4នៃប្រសិទ្ធភាពបានសម្ដែងការកោតសរសើរនិងលើកទឹកចិត្តខ្ពស់ចំពោះក្រសួងមហាផ្ទៃក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីដែលមន្ត្រីរាជការទាំងស៊ីវិលនគរបាលជាតិនិងមន្ត្រីពន្ធនាគារបានខិតខំបំពេញតួនាទីនិងភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ទាំងកម្រិតជាតិនិងថ្នាក់ក្រោមជាតិដើម្បីគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដោយក្នុងរយៈពេលជាង1ឆ្នាំមកនេះសម្ដេចបានជោគជ័យជាបន្តបន្ទាប់ក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃការថ្លែងកោតសរសើរពីប្រធានប្រតិភូប្រសិទ្ធភាពនាពេលនេះបានធ្វើឡើងបន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីកិច្ចការសំខាន់ក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃពាក់ព័ន្ធការអនុវត្តច្បាប់គ្រប់គ្រងរដ្ឋបាលដែនដីការងារអត្តសញ្ញាណកម្មអន្តោប្រវេសន៍ពន្ធនាគារការងារសន្តិសុខសម្រាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សព្រមទាំងកិច្ចការសំខាន់មួយចំនួនទៀតពាក់ព័ន្ធការធានាសន្តិសុខសម្រាប់ធ្នាប់សាធារណៈរួមទាំងការប្រយុទ្ធប្រឆាំងនឹងបទល្មើសក្នុងសង្គមការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងកិច្ចការមួយចំនួនទៀតដែលបាននឹងកំពុងអនុវត្តយ៉ាងសកម្មនិងយកចិត្តទុកដាក់ឈរលើមូលដ្ឋានសមិទ្ធផលការងារដែលក្រសួងមហាផ្ទៃសម្រាប់ក្នុងរយៈពេលជាង1ឆ្នាំមកនេះឯកឧត្តមបណ្ឌិតនាងផាតជាថ្មីម្ដងទៀតបានបង្ហាញការកត់សម្គាល់លើសកម្មភាពសំខាន់របស់ឯកឧត្តមអភិសន្តិបណ្ឌិតទាំងការអញ្ជើញដឹកនាំកិច្ចប្រជុំនានាក្នុងកម្រិតក្រសួងមហាផ្ទៃនិងនៅតាមបណ្ដារដ្ឋបាលថ្នាក់ក្រោមជាតិការអញ្ជើញចុះទៅកាន់មូលដ្ឋានផ្ទាល់ដើម្បីត្រួតពិនិត្យការងារនិងជួបសំណេះសំណាលជាមួយមន្ត្រីទាំងកម្មវិធីក្រុងនិងមិនក្រុងទុកមុនព្រមទាំងដំណើរបំពេញបេសកកម្មក្រៅប្រទេសដើម្បីនាំមកនូវផលប្រយោជន៍ដល់ជាតិក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាមិត្តនានាក្នុងឱកាសនោះឯកឧត្តមអភិសន្តិបណ្ឌិតក៏បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិតនាងផាតប្រធានគណៈកម្មការទី4នៃប្រសិទ្ធភាពនិងប្រតិភូដែលបានវិតម្លៃជាវិជ្ជមាននិងផ្ដល់ការលើកទឹកចិត្តខ្ពស់មកកាន់ឯកឧត្តមក៏ដូចជាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទាំងមូលឯកឧត្តមអភិសន្តិបណ្ឌិតក៏បង្ហាញនូវការទទួលយកអនុសាសន៍និងមតិយោបល់ល្អៗព្រមទាំងបានបញ្ញាចិត្តបន្តខិតខំអនុវត្តការងារតាមតួនាទីភារកិច្ចនិងសមត្ថកិច្ចក្រសួងមហាផ្ទៃក្នុងន័យគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតីឲ្យសម្រេចបានជោគជ័យដើម្បីបម្រើដល់ប្រយោជន៍ជាតិនិងប្រជាជន